ខ្ញុំមើលមេរៀនអត់ចេះអានអត់ចាំតើគួរធ្វើម៉េចនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅបទពិសោធន៍ចំនួន3សម្រាប់បងប្អូនយកទៅអនុវត្តសម្រាប់បងប្អូនដែលមិនសូវចងចាំដូចជាខ្ញុំតែងតែអនុវត្តនៅគោលការណ៍ចំនួន3កន្លងមករហូតដល់បច្ចុប្បន្នចំណុចទី1គឺខ្ញុំតែងតែសង្ខេបនៅពេលដែលខ្ញុំអានសៀវភៅឬក៏ខ្ញុំអានមេរៀនណាមួយខ្ញុំតែងតែសង្ខេបរួចចំណុចសំខាន់ការសង្ខេបចំណុចសំខាន់មិនសំខាន់ថាបងប្អូនសរសេរយ៉ាងម៉េចមានសោភ័ណភាពឬក៏ត្រូវអក្ខរាវិរុទ្ធមិនសំខាន់ទេដោយសារតែការសង្ខេបនោះជួនកាលបងប្អូនគ្រាន់តែដាក់សញ្ញាក៏ជាការសង្ខេបធ្វើយ៉ាងម៉េចបងប្អូនត្រូវតែសង្ខេបហើយយល់ខ្លួនឯងថាបងប្អូនចង់និយាយពីអីនេះគឺជាគោលការណ៍ទី1របស់ខ្ញុំការសង្ខេបធ្វើឲ្យខ្ញុំងាយស្រួលក្នុងការមើលឆាប់ដឹងអំពីខ្លឹមសារនៃអត្ថបទឬក៏មេរៀនដែលខ្ញុំកំពុងរៀនចំណុចទី2គឺខ្ញុំអានការអានរបស់ខ្ញុំគឺមិនមែនអានដើម្បីចាំតែហ្មងទេគឺខ្ញុំអានវាអានចុះអានឡើងអានចុះអានឡើងយ៉ាងហោចណាស់ក៏អាន 4-5 ដងដែរគឺមិនឲ្យអ្វីដែលខ្ញុំបានសង្ខេបនោះគឺវាដិតជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំបន្ទាប់ពីការអានមកគឺចាប់ផ្ដើមព្យាយាមសម័យស្វែងយល់បានន័យថាគឺចេះផ្សារភ្ជាប់នៅអ្វីដែលខ្លួនឯងបានរៀននោះទៅនឹងទស្សនវិជ្ជាជាក់ស្ដែងខ្ញុំឧទាហរណ៍ថាខ្ញុំកំពុងតែអានអំពីគោលនយោបាយអភិវឌ្ឍជនបទចុះឧទាហរណ៍អញ្ចឹងគោលគំនិត5យ៉ាងរបស់កម្មវិធីអភិវឌ្ឍជនបទនោះឧទាហរណ៍ថាធ្វើឲ្យប្រជាជនមានជីវភាពកាន់តែប្រសើរសេដ្ឋកិច្ចនៅជនបទកាន់តែរឹងមាំអញ្ចឹងខ្ញុំនឹងគិតទៅដល់ការដែលប្រជាពលរដ្ឋមានជីវភាពធូរធារមានការហូបចុកការស្លៀកពាក់សមរម្យមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរខ្ញុំគិតឃើញដល់កន្លែងហ្នឹងទៅខ្ញុំនឹងអាចចាំបានថាគោលគំនិតសំខាន់របស់គោលនយោបាយអភិវឌ្ឍជនបទហ្នឹងគឺចង់ស្ដារទៅលើការពង្រឹងជីវភាពឬក៏សេដ្ឋកិច្ចនៅជនបទអញ្ចឹងការធ្វើបែបនេះវាអត់ចាំនៅអ្វីដែលគេនិយាយទាំងស្រុងក៏ប៉ុន្តែយើងអាចយល់ថាគេចង់បានយ៉ាងម៉េចបាទនេះគឺជាគោលគំនិត3យ៉ាងដែលខ្ញុំតែងតែអនុវត្តកន្លងមកអញ្ចឹងបងប្អូនមានគោលគំនិតផ្សេងទៀតអាចអនុវត្តទៅដើម្បីភាពជោគជ័យនៅថ្ងៃមុខអរគុណជម្រាបលា